ករណីភ្ជុំប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿនត្រូវបានកម្លាំងនគរបាលបង្ក្រាបបានជនល្មើសម្នាក់ខណៈបកពួកម្នាក់ទៀតដែលមានកាំភ្លើងកំពុងគេចខ្លួននៅព្រឹកថ្ងៃទី29ខែមីនាឆ្នាំ2025មានហេតុការភ្ញាក់ផ្អើលនៅតាមផ្លូវល្បឿនលឿននិងមានការចែកចាយតាមបណ្ដាញសង្គមយ៉ាងច្រើនដោយឃើញជនល្មើសម្នាក់បានភ្ជុងរថយន្តរបស់ប្រជាពលរដ្ឋមួយគ្រួសារនៅតាមផ្លូវល្បឿនលឿនហើយឲ្យចរង្គគ្រោះចុះពីរថយន្តរួចរូបគេក៏បើកកិច្ចចេញទៅសម្រាប់ហេតុការណ៍នេះកម្លាំងនគរបាលខេត្តកណ្ដាលសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញបានចេញស្ទាក់ហៅឈានដល់ការបង្ក្រាបបានភ្លាមៗដោយចាប់ជនល្មើសបានម្នាក់និងដកហូតរថយន្តរបស់ជារងគ្រោះមកវិញខណៈជនល្មើសម្នាក់ទៀតដែលមានកាំភ្លើងនៅក្នុងដៃកំពុងគេចខ្លួនស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍តូឆ្លឿនសុចិត្តបានប្រាប់បណ្ដាញព័ត៌មានថាករណីនេះបានកើតឡើងដល់ដំបូងជនល្មើសមានចំនួន2នាក់មានកាំភ្លើងខ្លីជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ4វានោះកម្លាំងនគរបាលមូលដ្ឋានបានដេញតាមរហូតដល់ជនល្មើសបានបាញ់មកលើសមត្ថកិច្ចតែមិនបណ្ដាលឲ្យររបួសនោះទេលោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថាពេលនោះកម្លាំងនគរបាលរបស់លោកបានចាប់ជនល្មើសបានម្នាក់ហើយម្នាក់ទៀតដែលមានកាំភ្លើងបានរត់គេចខ្លួនមកផ្លូវល្បឿនលឿនហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវល្បឿនលឿនទំអូក្រាំងអំបិលស្រាប់តែជនល្មើសបានភ្ជុងជនរងគ្រោះរួចបើករថយន្តជនរងគ្រោះម៉ាកលូស៊ីគេចខ្លួនតែម្ដងក្រោយពេលទទួលបានព័ត៌មាននេះកម្លាំងនគរបាលខេត្តកណ្ដាលបានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខេត្តកំពង់ស្ពឺដេញតាមនិងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជុងប្លន់រថយន្តរូបនេះក្រោយដឹងថាកម្លាំងសមត្ថកិច្ចកំពុងដេញតាមជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអងស្នួលហើយបានទៅភ្ជុងអ្នកបើករថយន្តលូស៊ីពណ៌ខ្មៅរថយន្តមួយគ្រឿងទៀតដោយបង្ខំឲ្យចរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ចរហូតបើកចូលទឹកដីខណ្ឌកំពូលក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ហើយជនល្មើសភ្លាមៗចុះពីរថយន្តរត់គេចខ្លួនតែម្ដងលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថាក្រោយមានហេតុការណ៍នេះកើតឡើងនិងមានការសុំសហការពីនគរបាលខេត្តកណ្ដាលលោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញនិងកម្លាំងនគរបាលមូលដ្ឋានចេញពួនស្ទាក់រហូតឃើញមុខសញ្ញាដែលភ្ជុំរថយន្តចរងគ្រោះទី2តែជនល្មើសដឹងខ្លួនក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់នៅពេលនេះកម្លាំងនគរបាលកំពុងសហការគ្នាតាមចាប់ជនដៃដល់ដែលកំពុងគេចខ្លួននេះបន្តទៀត